បាទសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញតើតើជាមួយនឹងការបង្កើត shortcut នៅក្នុង Excel ដែលយើងប្រើ Excel VBA file បាទតោះអញ្ចឹងយើងបើក Excel របស់យើងមកជួយដាក់ Excel បាទហើយយើងធ្វើការបង្កើត file ថ្មីមួយមកជា file នេះគឺខ្ញុំ save ជាប្រភេទ file ដែលអាច store ទៅលើ code បានអញ្ចឹងខ្ញុំចុចចូលកន្លែង file ហើយ save as បាទចឹងបងប្អូនអាចជ្រើសរើសទៅលើ extension គឺយើងយក Excel Macro Enable Workbook ចឹងកន្លែងនេះខ្ញុំប្រើទៅលើ Macro ដើម្បីបង្កើត shortcut ចឹងខ្ញុំដាក់មក file មួយដែលមានឈ្មោះថា Macro ហើយខ្ញុំចុច save បាទចឹងខ្ញុំបានបង្កើត file Excel មួយបាទហើយក្នុងនេះខ្ញុំចង់បង្កើតទៅលើ shortcut ដើម្បីធ្វើការបង្កើតទៅលើក្បាលតារាងចុះតែខ្ញុំចង់បង្កើត shortcut ដើម្បីដាក់ក្បាលតារាងណាចឹងក្បាលតារាងខ្ញុំចង់បានពណ៌ខៀវពណ៌អសពណ៌សបាទហើយ mode អស Time New Roman អញ្ចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំចុចទៅលើ shortcut របស់ខ្ញុំទៅឲ្យវាធ្វើការដាក់ពណ៌ highlight ឲ្យយើងទៅតាមទីតាំងដែលយើង select អញ្ចឹង shortcut ដែលខ្ញុំបង្កើតគឺ control បាទបូកជាមួយនឹងអក្សរ J control J អញ្ចឹងនៅពេលដែលខ្ញុំចុច control J ទៅឲ្យវាមានចេញពណ៌ក្បាលតារាងអីមកនៅក្នុងហ្នឹងបាទតោះអញ្ចឹងទីមួយយើងឈរនៅទីតាំងណាមួយសិនមកដល់ខ្ញុំឈរកន្លែងលេខ1នេះបាទបន្តមកទៀតដើម្បីបង្កើត shortcut យើងអាចប្រើមុខងារមួយគឺ record macro អញ្ចឹងទីមួយបងប្អូនអាចចូលកន្លែង developer នេះហើយយើងយកពាក្យថា record macro បាទបន្តមកទៀតបងប្អូនអាចធ្វើការឲ្យដាក់ឈ្មោះដែលយើងចង់បានដល់កន្លែងនេះខ្ញុំដាក់ថាបាទ format បាទ header អញ្ចឹងទៅអញ្ចឹងកន្លែងខាងលើនេះគ្រាន់តែជាឈ្មោះទេបងប្អូនចង់ដាក់ឈ្មោះអីក៏បានដែរបាទបន្តមកទៀតអ្វីដែលយើងត្រូវមើលគឺខាងក្រោមនេះគេដាក់ថា shortcut key អញ្ចឹងកន្លែង shortcut key នេះគឺជាកន្លែងដែលយើងបញ្ចូលទៅលើ shortcut ដែលយើងចង់បញ្ចូលឬក៏បង្កើតណាបាទអញ្ចឹងខ្ញុំចង់បានគឺខ្ញុំចង់បាន control J អញ្ចឹងយើងឃើញពីមុខនេះគឺមាន control ហើយអញ្ចឹងយើងគ្រាន់តែបញ្ចូលអក្សរ J មកបាទបន្តមកទៀតយើងយកពាក្យថា OK អញ្ចឹងនៅពេលដែល OK ហើយយើងមើលកន្លែង record macro មិញគឺយើងឃើញគេដាក់ថា stop recording អញ្ចឹងនៅពេលដែលចេញបែបនេះគឺមានន័យថាយើងកំពុងតែប្រើមុខងារ record macro បាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺបងប្អូនកុំដូរទីតាំង select ណាយើងចូលកន្លែងនឹងដដែលហើយយើងមើលចូលមកកាន់ home មកយើងអាចដាក់ពណ៌ដាក់អីផ្សេងៗក្នុងហ្នឹងឯងបាទឧទាហរណ៍ background ខ្ញុំចង់បានពណ៌ទឹកប៊ិចចាស់នេះចុះហើយពណ៌អក្សរខ្ញុំចង់បានពណ៌សបាទហើយ mode អក្សរខ្ញុំចង់បានគឺ Time New Roman បាទបន្តមកទៀតទំហំខ្ញុំយក14បាទហើយខ្ញុំចង់បាន border បាទដាក់ border មកបាទបន្តមកទៀតខ្ញុំទៅ stop recording បាទចូលទៅ developer ហើយយើង stop បាទអញ្ចឹងនៅពេលដែលយើង stop recording គឺយើងបានបង្កើតទៅលើ shortcut មួយឈ្មោះថា control J នេះរួចរាល់ហើយបាទអញ្ចឹងឧទាហរណ៍ទីតាំងប្រឌិតខ្ញុំចង់បានក្បាលតារាងអញ្ចឹងខ្ញុំគ្រាន់តែ select ហើយចុច control J ឃើញទេគឺចេញមកតែម្ដងបាទឧទាហរណ៍ខ្ញុំបញ្ចូលក្បាលតារាងមកខ្ញុំដាក់ ID បាទ name បាទមាន gender បាទមានphone អីចឹងទៅបាទបន្តមកទៀតខ្ញុំចង់បានក្បាលតារាងអញ្ចឹងយើងគ្រាន់តែ select មកហើយខ្ញុំចុច control J ឃើញទេគឺចេញក្បាលតារាងមកតែម្ដងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាតើតើជាមួយនឹងការបង្កើតទៅលើ shortcut key ដើម្បីបង្កើតជាក្បាលតារាងផ្សេងៗប៉ុន្តែទៅលើ shortcut key បងប្អូនអាចបង្កើតទៅតាមតម្រូវការជាក់ស្ដែងចង់បានតើតើនឹងអ្វីអាចប្រើ record macro ដើម្បីបង្កើត shortcut key ហើយថតទៅលើសកម្មភាពដែលបងប្អូនធ្វើនឹងទៅវានឹងបំលែងទៅលើសកម្មភាពហ្នឹងទៅជាកូដហើយយើងអាចហៅយកមកប្រើតាមរយៈ shortcut key ដូចលោកគ្រូបង្ហាញបែបហ្នឹងបានចុះសម្រាប់វីដេអូនេះខ្ញុំបញ្ចប់ត្រឹមហ្នឹងជួបគ្នានៅវីដេអូក្រោយៗទៀត